Thái phải thì đo pel mũi để đôi vìสมัยមុនទៀតដែរបងប្អូនណាព្រោះថៃនៅពេលដែលបែកពីស្រុកខ្មែរទៅហើយមានសម័យមួយគឺក្រោយពីសម័យហៅអយុធ្យាក្រោយពីសុខូថៃថៃទៅមាន3 4រជ្ជកាលទេអយុធសុខូថៃអយុធ្យារតនគោសិនដូចតែ3ហ្នឹងហើយគេអួតថាប្រទេសគេហ្នឹងមានយូរហើយខ្មែរយករបស់គេពីខ្មែរខ្មែរយករបស់ពីថៃលួចពីថៃប៉ុន្តែយើងសួរច្រើនតិចតែសួរដេញទៅមុខបន្តិច5-700ឆ្នាំមុនថៃអត់មានទេអត់មានអីឆ្លើយខឹងយើងដល់ចេញជេរយើងថៃចឹងវត្តសាស្ត្រគេអត់រៀនវត្តសាស្ត្រទេប៉ុន្តែគេសរសេរវត្តសាស្ត្រថ្មីបំផ្លែងថាយើងនឹងយកពីគេហើយឥឡូវប្រហែលជាដល់ពេលមួយបើបងប្អូនទៅលេងនៅអយុធ្យាជាងជារជ្ជកាលទី2របស់ថៃក្រោយពីសុខូថៃអញ្ចឹងអយុធ្យានៅកន្លែងចាស់là កន្លែងវាំងកន្លែងស្ដេចនៅពីដើមកន្លែងនៅទីក្រុងអយុធ្យាហ្នឹងហួបង្កក់ទៅតិចណានៅខេត្តមួយឈ្មោះអយុធ្យាហ្នឹងខ្មែរហៅអយុធ្យាថៃហៅអយុធ្យាហ្នឹងភូមិធ្លាប់វាយដល់ហ្នឹងវាយដុតថៃទាំងអស់ទីក្រុងនៅសល់តែកន្លែងនៅសល់តែវត្តមួយនៅជាអយុធ្យាហ្នឹងវត្តសាស្ត្រទៅមើលដឹងណាទៅលេងហ្នឹងសួរគេទៅដឹងហើយថៃវាមាន2មួយ tourist អ្នកដែលអ្នកបកប្រែរឿង guide បើយើងយកអា guide free guide វានិយាយរឿងពិតប៉ុន្តែបើយកថៃ guide វានិយាយបំផ្លែងវត្តសាស្ត្រពួកខ្ញុំធ្លាប់ធ្វើ documentary ខ្ញុំធ្លាប់រៀនខ្ញុំសិក្សាហើយខ្ញុំទៅនឹងខ្ញុំទៅចង់ដឹងរឿងហ្នឹងហើយវាមានរឿងមួយនៅជុំវិញវាំងពីដើមហ្នឹងគេធ្វើចេតិយដូចចេតិយនៅតាមវត្តយើងអញ្ចឹងគេធ្វើនៅជ្រុងប្រាសាទជ្រុងវាំងហ្នឹងជ្រុងអា building វាំងកន្លែងស្ដេចនៅហ្នឹងប្រវត្តិកន្លែងហ្នឹងហេតុអីបានគេធ្វើដោយសារនៅពេលដែលថៃយករបស់ពីខ្មែរទៅដាក់ចូលវាំងអត់បានទេស្ដេចឈឺដាក់ចូលវាំងគឺស្ដេចឈឺរាជវង្សឈឺណាមានបញ្ហាប្រឈួនរឿងនេះរឿងនោះដាក់ចូលអត់បានទេអញ្ចឹងរបស់ដែលលួចពីខ្មែរទៅមិនបានគឺដាក់នៅជុំវិញហ្នឹងទាំងអស់ជុំវិញវាំងកន្លែងស្ដេចនៅហ្នឹងដាក់នៅក្រៅអត់អីអត់ឈឺអញ្ចឹងហើយបានគេបៀលកន្លែងហ្នឹងទី1ទី2នៅពេលដែលភូមាវ័យចូលអយុធ្យាភូមាយករបស់ហ្នឹងទៅភូមាអស់ភូមាវ័យថៃអញ្ចឹងបានថៃអត់ហ៊ានមួយភូមាទេទោះសងៃថៃអត់ហ៊ានមួយភូមាទេប្រកាសសង្គ្រាមខ្លាំងមកលុកលុយឆ្លៀនពៀនតែមួយខ្មែរទេមួយម៉ាឡេស៊ីមួយភូមាថៃអត់ដែលប្រវត្តិអត់ដែលហ៊ានទេទោះសងៃអត់ដែលហ៊ានទេតែហ៊ានក្អកទៅខាងហ្នឹងអត់បានទេនៅម៉ាឡេដោះស្រាយ 3-4 ខែហ្នឹងអត់ចេញព្រំដែនម៉ាឡេណាភូមាអត់ហ៊ានមួយទេមួយខ្មែរមួយឡាវហ៊ានណាប្រវត្តិហើយនិយាយតទៀតនៅពេលដែលអង់គ្លេសនៅពេលដែលភូមាយកទៅភូមាយករបស់ទាំងអស់ហ្នឹងទៅភូមារបស់ខ្មែរយកពីអង្គរចេញទៅទុកនៅភូមាក្រោយមកអង់គ្លេសទៅគ្រប់គ្រងភូមាយករបស់ហ្នឹងទៅអង់គ្លេសអញ្ចឹងបានឃើញវត្ថុស័ក្តិសិទ្ធិរបស់ខ្មែរដែលមានទាំងអស់ភាគច្រើននៅណាទី1នៅបារាំងទី2នៅអង់គ្លេសបារាំងវាគ្រប់គ្រងយើង94ឆ្នាំវាចង់យកអីក៏បានដែរយកទៅចិត្តអស់ក្រោយមកវាសេវត្តសាស្ត្រថាវាទៅ discover ទៅរកខ្មែរឃើញទេហើយវាដុតឯកសារខ្មែរចូលអស់វាសម្លាប់អ្នកប្រាជ្ញខ្មែរចូលអស់ហើយវាថាវាទៅរកខ្មែរឃើញទៅគ្រប់គ្រងខ្មែរ90ជាងឆ្នាំវាទៅសេវត្តសាស្ត្រមកខ្មែរសម័យទៅរៀនវត្តសាស្ត្រពីបារាំងអ្នកសេហើយយើងទៅលួចគេទៅឆ្លៀនពៀននៅស្រុកគេ90ជាងឆ្នាំហើយសេវត្តសាស្ត្រសេមិនបានហើយមុនហ្នឹងវាអត់រាប់ទេវាដុតចោលអស់ឃើញទេអាហ្នឹងខ្មែរយើងត្រូវដឹងកន្លែងហ្នឹងកូនខ្មែរទៅរកចំណុចហ្នឹងឲ្យឃើញហើយយើងគួរសិក្សាមកវិញថាដំណោះស្រាយវាទៅធ្វើម៉េចហើយបារាំងវាជួយអីយើងខ្លះថៃវាជួយអីយើងខ្លះហើយថៃវាធ្វើបាបខ្មែរយ៉ាងបែបម៉េចនៅធ្វើទល់សម័យអញ្ចឹងថៃសម័យវាអាចមានជំនឿមួយដល់ឋានៈហ្នឹងគឺវាដល់ពេលមួយគេថាបឹងកករលាយយើងឃើញមានបដិប្រជាជនថៃសម័យរត់ទៅនៅតាមខេត្តនៅពេលដែលមានស៊ូណាមីពីជំនាន់មុនភាសាប្រហែលម៉ៃរឿងជួយផែនដីរឿងអីនេះទៀតផ្អើលភាសាទៀតអញ្ចឹងអាចត្រូវតាមហេតុការណ៍ហ្នឹងហើយវាំងក្នុងវាំងថៃមួយទៀតខ្ញុំនឹងនិយាយរឿងមួយទៀតថ្ងៃក្រោយឥឡូវនេះវាពេលខ្លីតែខ្ញុំអាចនិយាយរឿងនឹងច្រើនដល់9ស្ងល់ខ្ញុំអាចឆ្លើយបានតាមខ្ញុំចេះដឹងខ្ញុំរៀនមកខ្ញុំអានសភៅមកហើយខ្ញុំទៅនៅនឹង4-5ឆ្នាំខ្ញុំអាចដឹងរឿងខ្លះរឿងថៃហើយខ្មែរហើយប្រវត្តិសាស្ត្រពិតហ្នឹងយ៉ាងម៉េចហើយ
ថៃគេទៅសេបែបម៉េចហើយយើងនឹងអត់ស្វែងរកការពិតហ្នឹងបែបម៉េចហើយយើងគួរធ្វើម៉េចជាពិសេសគឺអ្នកពាក់ព័ន្ធក្រសួងអ្នកពាក់ព័ន្ធអ្នកដែលសិក្សាខាងវត្តសាស្ត្រអ្នកដែលស្រាវជ្រាវរឿងអស់ហ្នឹងអ្នកដែលមានបំណងល្អជាមួយនឹងជាតិសាសន៍យើងទៅធ្វើម៉េច